សួស្តីប្រិយមិត្តទាំងអស់គ្នាឥឡូវយើងវិលមកជួបគ្នាជាមួយនឹងការសិក្សាកុំព្យូទ័រផ្នែករដ្ឋបាល Microsoft Word បន្តទៀតហើយបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបន្តជូនបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាអំពីរបៀបនៃការដាក់តួអក្សរពិសេសនេះរូបកត្រៃហៅតួអក្សរពិសេសបាទហើយនឹងការប្រើសញ្ញាចុចៗនេះដែលកន្លងមកគឺបងប្អូនទាំងអស់គ្នាតែងតែបាទប្រើនៅសញ្ញាចុចៗដោយការចុច Alt នៅខាងស្ដាំដៃហើយចុចជាមួយនឹងសញ្ញាចុចគឺចុចបែបនេះបាទអញ្ចឹងនៅពេលនេះខ្ញុំបាននឹងលើកយកនៅវិធីសាស្ត្រមកចែកជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបានដឹងថាតើយើងគួយចុចអញ្ចឹងទៀតឬក៏យ៉ាងម៉េចបាទអញ្ចឹងបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាមើលឲ្យតន់បាទមួយទាំងអស់គ្នាចឹងពុំអក្សរខ្ញុំយកត្រឹម11ដើម្បីឲ្យធំតមកទៀតប្រិយមិត្តទាំងអស់គ្នាមើលទៅលើស្លឹករបស់យើងនេះយើងមើលមកខាងឆ្វេងដៃមើលឃើញសញ្ញានេះគឺសញ្ញាព្រួញនេះគេហៅសញ្ញា left tab អញ្ចឹង left tab នេះគឺយើងប្រើវានៅក្នុងករណីយើងចូលបន្ទាត់យើងប្រើ tab ហ្នឹងប៉ុន្តែនៅពេលនេះខ្ញុំចូលបន្ទាត់ឲ្យវាចេញសញ្ញាដែលយើងចង់បានតែម្ដងអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នាបើយើងចុចធម្មតាប្រិយមិត្តទាំងអស់គ្នាចុច Alt នៅខាងស្ដាំដៃចុចចេះបាទគឺយូរងំទៅដល់នោះបាទឃើញទេវាយូរអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញរបៀបនេះមួយគឺប្រិយមិត្តទាំងអស់គ្នាលឿនតែម្ដងបាទគេមិនធ្វើអញ្ចឹងទេបាទអញ្ចឹងយើងនេះ tab នៅឆ្វេងនេះហៅថា left tab ហ្នឹងយើងចុចមកកន្លែងទីតាំងដែលយើងចង់បានអញ្ចឹងយើងចូលមកចុចមកដល់កន្លែងខាងចុងនេះដល់ right នេះមានកន្លែង18លើនេះណាចុចលើវាហ្មងអញ្ចឹងមានថាយើងយក tab របស់យើងហ្នឹងមកដល់ចុចលើកន្លែងហ្នឹងណាចុចលើចំចំណុចហ្នឹងនេះចុចបន្តិចមកបាទចុចជាប់បាទនេះបាទអញ្ចឹង tab យើងបានមកដល់ហើយខិតវាបន្តិចបាទអញ្ចឹង tab នៅកន្លែងហ្នឹងបាទតូចមែនតើអញ្ចឹងប្រិយមិត្តទាំងអស់គ្នាជួយមើលឲ្យបានច្បាស់ណាមួយខ្ញុំនឹងបរិយាឲ្យធំជូនលោកប្រិយមិត្តទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងចុចកន្លែងហ្នឹងខ្ញុំចុចលើអា tab ហ្នឹង2ដងទៅវាចេញផ្ទាំងបែបនេះចេញការកំណត់ tab នេះចេញការកំណត់ tab ចេញការកំណត់ tab អញ្ចឹងប្រិយមិត្តទាំងអស់គ្នាជ្រើសរើសយកនេះ left tab ធម្មតាព្រោះយើងពី left tab អញ្ចឹងយើងចូលកន្លែងលេខ2នេះចុចនេះបាទអញ្ចឹងចុចនេះមកហើយអូខេអញ្ចឹងនៅពេលដែលប្រិយមិត្តមើលលើក្តារចុចរបស់យើងមានប៊ូតុង tab ចុច tab មកគឺវាចេញចុចនេះមកតែម្ដងបាទអញ្ចឹងគឺយើងមិនបាច់ចាំអង្គុយចុចមករហូតទេគឺយើងចុចចឹងមកបានហើយបាទហើយប្រិយមិត្តទាំងអស់គ្នា enter មកយើងទៅដោះ tab នឹងចេញដោយសារតែយើងឈប់ប្រើយើងចុចលើវាចុច2ដងតម្លាក់មកក្រោមអស់មកក្រោមណានេះបាត់ហើយបាទអញ្ចឹងនេះគឺជាការប្រើប្រាស់ tab ដែលប្រិយមិត្តទាំងអស់គ្នាតែងតែមានការលំបាកនៅក្នុងការកំណត់បន្ទាត់អីចឹងឲ្យស្មើណាបាទអញ្ចឹងនេះគឺជាចំណុចទី1នៃការប្រើប្រាស់ tab ហើយចំណុចទី2ការដាក់រូបត្រៃដោយប្រិយមិត្តទាំងអស់គ្នាបានឃើញនៅក្នុងនេះរូបភាពរបស់គេនេះនេះគឺមានរូបកត្រៃណាអញ្ចឹងខ្ញុំនឹងចូលទៅដាក់កត្រៃចូលយ៉ាងម៉េចបាទអញ្ចឹងយើងយកឈរជួសទៅទស្សនវិជ្ជារបស់យើងឈរនៅស្ដាំខាងឆ្វេងដៃនេះហើយចូលទៅកន្លែង insert បាទហើយចូលទៅកន្លែង symbol ហើយយក more symbol មកមួយម្ដងទៀត insert យើងចុចលើ insert មកវាលុបទាំងនេះមកដំបូងធម្មតាបែបនេះបាទទៅមកយើងចូលកន្លែង insert ចូលមកខាងស្ដាំដៃយក symbol ហើយយើងយក more symbol តើមកយើងមើលរូបភាពនេះបាទនេះគឺជា font តាក់តែងដែលយើងតែងតែហៅថា font តាក់តែងអញ្ចឹងយើង font តាក់តែងអត់មានរូបកត្រៃទេបាទអញ្ចឹងយើងចូលទៅដូរ font ថ្មីគឺភាគច្រើននៅក្នុង font Wingding បាទអញ្ចឹងយើងទៅរក Wingding អស់ផុតឲ្យក្រោមមកនេះយើងចុចទៅរក W នេះ Wingding 2 Wingding 3អញ្ចឹងខ្ញុំរកទៅលើ Wingding សាក់មើលមានអត់អញ្ចឹងចូលមកឃើញតែម្ដងរូបកត្រៃនេះប្រិយមិត្តទាំងអស់គ្នាចុចលើវាហើយយកពាក្យថា insert ហើយយើងយកពាក្យថា close អញ្ចឹងកត្រៃយើងបានមកនៅកន្លែងនេះហើយបាទអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងសម្រាប់ចែកជូនប្រិយមិត្តទាំងអស់គ្នាសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាអាចធ្វើបានជួបគ្នាវីដេអូក្រោយបាយ